បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកតាមដានសម្ដាប់ Channel Real on the Soul ទាំងអស់គ្នាថ្ងៃនេះដែរ Channel របស់ខ្ញុំបានវិលមកជួបពុកម៉ែបងប្អូនវិញហើយដោយពំនាំមកនៅប្រធានបទថ្មីមួយខ្ញុំចង់ចែករំលែកជូនបងប្អូនណាបាទវីដេអូថ្ងៃនេះគឺវាមិនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជាសៀមទេបាទគឺវាពាក់ព័ន្ធទៅនឹងបញ្ហាសង្គមខ្មែរយើងនេះបាទដល់កយបាទវឹកវរដល់កហើយបាទវឹកវរដល់ដំណាក់កាលប្រកាសសន្នហើយបាទបើទោះបីជាយ៉ាងណាក៏ដោយបងប្អូនណាក្នុងវីដេអូមិនបានផ្ដោតអំពីបញ្ហាព្រំដែនមិនមែនបញ្ជាក់ថាបញ្ហាព្រំដែនរបស់យើងនឹងវាមានលក្ខណៈល្អប្រសើរវិញទេយើងមិនទាន់ទទួលបានដីត្រឡប់មកវិញទេមកដល់ពេលបច្ចុប្បន្ននេះសៀមវានៅតែបន្តកាន់កាប់នៅលើទឹកដីរបស់យើងដោយខុសច្បាប់ដដែលទេណាមិនដឹងថាថ្ងៃណាដែលវាព្រមប្រគល់វាព្រមខ្ជាក់ដីនឹងឲ្យកម្ពុជាវិញទេបាទឥឡូវដើម្បីកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនទៅតាមដានទស្សនានិងស្ដាប់ការបកស្រាយរបស់ខ្ញុំបាទដូចតទៅបាទសូមក្រុមជើញពុកម៉ែបងប្អូនណាថ្មីនេះគឺល្បីករណីរបស់លោកងួនសបិនបាទល្បីខ្លាំងមែនតែម្ដងមកផ្ទុះនៅលើ social media នៅលើបណ្ដាញទំនាក់ទំនងសង្គមទាំង Facebook ទាំង TikTok YouTube បាទអត់ផុតទេគឺវាពាក់ព័ន្ធទៅនឹងលោកងួនសបិនហើយលោកងួនសបិននេះខ្ញុំមិនបាច់រៀបរាប់សាវតាប្រវត្តិរូបរបស់គាត់ទេបងប្អូនណាខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាស្គាល់ហើយលោកគឺជាអ្នកសិល្បៈមួយរូបបាទមានឈ្មោះបោះសម្លេងក្រាន់បើដែរហើយបើដឹងថាពីមុនសាវតាមកគាត់នឹង background មកគាត់នឹងគឺជាអ្នកនិពន្ធអញ្ចឹងណានិពន្ធបទចម្រៀងអ្នកដឹកនាំរឿងអ្នកដឹកនាំចម្រៀងកាយវិការ MV ហ្នឹងហើយឥឡូវនេះមកដល់ពេលបច្ចុប្បន្ននេះគាត់ល្បីខ្លាំងមែនទែនគឺពាក់ព័ន្ធទៅនឹងភាពយន្តវីដេអូកំ pl ែងខ្លីៗហ្នឹងហើយឃើញគាត់ថតមកជាមួយនឹងនាយពាក់មីជាមួយនឹងអតីតក្រុមកំ pl ែង CTN អីហ្នឹងគឺឃើញគាត់ថតបានច្រើនហើយវីដេអូមួយរបស់គាត់គឺល្បីខ្លាំងមែនទែនបាទឥឡូវយើងចូលមកសាច់រឿងរបស់យើងវិញបាទហេតុអីក៏លោកងួនសបិនល្បីខ្លាំងណាថ្មីនេះបាទករណីរបស់លោកងួនសបិនផ្ទុះខ្លាំងមែនទែនបាទផ្ទុះខ្លាំងគឺបន្ទាប់ពីលោកបានបង្ហាញទស្សនៈបង្ហាញការយកឃើញរបស់លោកនៅលើ podcast មួយបាទនៅលើការផ្សាយផ្ទាល់មួយបាទ live ផ្ទាល់តាម Facebook បងប្អូនបាទកម្មវិធីខ្ញុំគឺអត់ដឹងច្បាស់ទេប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺនៅក្នុងកម្មវិធីនោះលោកងួនសបិនគឺបានលើកនិយាយថាមូលហេតុដែលបរោះជាស្វាមីបរោះយើងហ្នឹងទៅមានក្រៅបាទទៅរកស៊ីក្រៅបាទលួចផាត់ក្បត់ភរិយាហ្នឹងដោយសារតែភាគីភរិយាឬក៏ប្រពន្ធភាគីខាងស្រីហ្នឹងគឺផ្ដល់ឲ្យខាងបរោះហ្នឹងមិនគ្រប់គ្រាន់បាទពាក្យថាផ្ដល់ឲ្យមិនគ្រប់គ្រាន់នេះខ្ញុំអត់ដឹងថាគេសំដៅទៅលើអីឲ្យប្រកាសទេបាទសំដៅទៅលើពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវភេទពាក់ព័ន្ធទៅនឹងការយកចិត្តទុកដាក់ថែទាំគ្នាទៅវិញទៅមកឬក៏យ៉ាងម៉េចក៏ខ្ញុំអត់ច្បាស់ដែរហើយបើចង់ច្បាស់គឺសួរលោកងួនសបិតខ្លួនឯងបាទហ្នឹងហើយពុកម៉ែបងប្អូនអាចពិចារណាទៅថាគាត់សំដៅលើអីបាទនៅក្នុងគ្រួសារយើងដឹងស្រាប់ហើយគឺមានតែការស្រឡាញ់បាទការយកចិត្តទុកដាក់ថែទាំគ្នាទៅវិញទៅមកហើយនឹងបញ្ហាសុខភាពផ្លូវភេទហ្នឹងក៏វាចូលរួមដែរអាហ្នឹងយើងនិយាយអស់បាទវាជារឿងធម្មតាទេបាទអញ្ចឹងបន្ទាប់ពីលោកងួនសបិនលើកឡើងបែបនេះស្រាប់តែមានបដកម្មខ្លាំងមែនទែនបាទពីសំណាក់ប្រជាជនប្រជាពលរដ្ឋអ្នកតាមដានគេបានធ្វើការរិះគន់បាទនឹងជេរប្រមាថទៅដល់លោកងួនសបិនបាទថាលោកងួនសបិនហ្នឹងនិយាយហ្នឹងមិនត្រឹមត្រូវទេលោកងួនសបិនហ្នឹងគឺមិនគួរនិយាយអញ្ចឹងទេតាមពិតទៅគេរិះគន់បាទគេរិះគន់ហើយគេប្រឆាំងបាទគេប្រឆាំងទៅនឹងអ្វីដែលលោកងួនសបិនលើកឡើងណាមូលហេតុដែលលោកងួនសបិនលើកឡើងហ្នឹងណាបាទគេអត់ពេញចិត្តទេបងប្អូនមួយចំនួនធំហ្នឹងគិតថាមូលហេតុហ្នឹងគឺវាជាមូលហេតុមួយថោកទាបបំផុតបាទជាមូលហេតុមួយដែលបើសិនបើបរោះគាត់ធ្វើអញ្ចឹងមែនណាបាទគាត់ទៅរកក្រៅដោយសារតែគាត់គិតថាប្រពន្ធគាត់ដល់ឲ្យគាត់មិនគ្រប់គ្រាន់ណាអញ្ចឹងបញ្ជាក់ថាបរោះហ្នឹងគឺមិនមានទំនួលខុសត្រូវជាមេគ្រួសារជាស្វាមីរបស់គេទេបាទជាឪពុកទេបាទអញ្ចឹងគឺមតិមហាជនគឺប្រតិកម្មខ្លាំងមែនទែនបាទតែហើយប្រតិកម្មហ្នឹងគឺខឹងសបាបាទខឹងសបាទៅលោកងួនសបិនតែម្ដងបាទខ្ញុំមើលទៅតាមការផុសការធ្វើវីដេអូ reaction ពីសំណាក់ influencer ពីសំណាក់ content creator មួយចំនួនណាមិននាំគ្នារិះគន់មិននាំគ្នាវែកញែកទៅលើអ្វីដែលលោកងួនសបិនបានលើកឡើងបែរជាទៅរិះគន់ទៅជេរប្រមាថលើបុគ្គលលោកងួនសបិនផ្ទាល់តែម្ដងបាទ
là ngày hai chỉ có cái than lục nguồn sự bận như vậy khó rồi có chẳng mày bà ban chỉ bộ luật bong ôn nhưng môi trường mình bình chất á bà dân mà đó bên nước toàn sát đấy nó cái đằng hay dân khơi tham biên content creator nè blood medica tam ở bản này sự cũng nâng đầu tại lượt chốt bận dây và vẽ pon từ nâng à quấy đè lục nguồn sự bận bản được lại bà hay nhặt thư video đó nghe nè blood medica đó nghe content creator ក៏ដូចជា influencer ហ្នឹងណាគេច្បាច់តែបន្តិចទេគេច្បាច់តែប្រហែល clear ដែលលោកងួនស្បិននិយាយទេបាទតាមវីដេអូ zine មកគេវីដេអូ original ដើមមកគេវាមានរហូតដល់ដូចជាប្រហែលម៉ោង1ម៉ោង2ម៉ោងណាបងប្អូនណាប៉ុន្តែពួកអ្នកផលិតមេតិកាហ្នឹងបាទគាត់យកវីដេអូប្រហែលនាទីទេមិនសឹងតែមិនបាននាទីផងគឺគាត់ច្បាច់យកអាត្រង់ចំណុចដែលលោកងួនស្បិនគាត់និយាយពាក់ព័ន្ធទៅនឹងបរិះយើងដែលលួចផិតក្បត់ប្រពន្ធហ្នឹងដោយសារប្រពន្ធផ្ដល់ឲ្យគាត់មិនគ្រប់គ្រាន់យកតែអាប្រហែល clear នឹងមកធ្វើ reaction បាទមកធ្វើការវែកញែកហើយចាប់ផ្ដើមដាក់បន្ទុកតែម្ដងដាក់បន្ទុកនឹងរិះគន់ធ្ងន់ទៅលើលោកងួនស្បិនតែម្ដងអាហ្នឹងជាអ្វីដែល content creator គេធ្វើបាទហើយយើងដឹងស្រាប់ហើយ content creator influencer មួយចំនួនហ្នឹងធ្វើដើម្បីតែផលប្រយោជន៍ទេបាទរឿងតូចធ្វើឲ្យជារឿងធំទេអាហ្នឹងខ្ញុំគិតថាមិនចម្លែកទេដែលពួកគេធ្វើបែបនេះបាទពីព្រោះពួកគេត្រូវការទាញប្រយោជន៍ពីបណ្ដាញសង្គមពីវីដេអូនោះបាទគេអត់ខ្វល់ពីគុណធម៌គេអត់ខ្វល់ពីសិលធម៌អីទេបាទពេលខ្លះពួកហ្នឹងវាធ្វើឲ្យរឿងតូចទៅខ្លាចទៅជារឿងធំពីសទៅជារឿងខ្មៅបាទបងប្អូនសង្កេតមើលទៅវីដេអូដែលគេធ្វើរាល់ថ្ងៃហ្នឹងបាទប៉ុន្តែអ្វីដែលខ្ញុំហួសចិត្តដែលខ្ញុំហួសចិត្តហើយខ្ញុំព្រួយបារម្ភខ្លាំងមែនទែនបាទមកដល់ពេលបច្ចុប្បន្ននេះសម័យ AI ទៅហើយបាទសម័យបច្ចេកវិទ្យាចុងក្រោយទៅហើយភាពទូលំទូលាយភាពងាយស្រួលក្នុងការទទួលបានព័ត៌មានការចែករំលែកព័ត៌មានបានទូលំទូលាយនិយាយរួមសឹងតែព័ត៌មានវានៅក្នុងកណ្ដាប់ដៃរបស់យើងហើយឲ្យតែមានអ៊ីនធឺណិតឲ្យតែមានប្រព័ន្ធផ្សព្វផ្សាយបាទប៉ុន្តែបងប្អូនខ្មែរយើងមួយចំនួននៅតែហាក់ដូចជាមិនមានភាពឆ្លាតវៃនៅក្នុងការទទួលព័ត៌មានទេបាទអបិទ្ធការនេះអបិទ្ធការដែលបងប្អូនខ្មែរមួយចំនួនធំទៅរិះគន់លោកងួនស្បិននេះវាគឺជាការវាស់ស្ទង់កម្រិតនៃសមត្ថភាពនៃការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនបាទហើយវាក៏វាស់ស្ទង់អំពីកម្រិតយល់ដឹងនិងចេះដឹងបាទពាក់ព័ន្ធទៅនឹងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរយើងបាទតែគាត់មានសមត្ថភាពគាត់មានកម្រិតចំណេះដឹងប៉ុណ្ណាក្នុងការទទួលបានព័ត៌មានព័ត៌មាននឹងដែលព័ត៌មានច្បាស់ការព័ត៌មានបោកប្រាស់ព័ត៌មានដែលត្រឹមត្រូវណាតើប្រជាពលរដ្ឋយើងនឹងបែងចែកប្រភេទឬក៏ប្រភពព័ត៌មាននឹងថាជាព័ត៌មានពិតប្រាកដព័ត៌មាន fake ព័ត៌មានคล้ายបានហើយឬនៅបាទសម្រាប់ខ្ញុំមើលឃើញថាម្ដងជាពីរដងមិនមែនតែករណីលោកងួនស្បិននេះទេបាទបងប្អូនខ្មែរមួយចំនួនឲ្យគេផបានស្រួលបាទបងប្អូននៅតែគិតមិនបានវែងឆ្ងាយបាទឲ្យតែ content creator ឲ្យតែ influencer បោកប្រាស់បានបាទបោកប្រាស់បានដល់យើងមិនសូវពិចារណាទេគេឲ្យយើងឃើញប្រមាណយើងជឿគេតែម្ដងយើងអត់យកទៅគិតយកទៅពិចារណាយកទៅសង្កេតទេបាទដូចករណីរបស់លោកងួនស្បិនអញ្ចឹងបើសិនបងប្អូនមានវិចារណញ្ញាណណាបងប្អូនឆ្លាតបងប្អូនយល់ដឹងពីការទទួលព័ត៌មានបាទបងប្អូននឹងមិនជេរលោកងួនស្បិនទេបាទមិនជេរលោកងួនស្បិនទេបងប្អូននឹងទៅស្រាវជ្រាវតើខ្លឹមសារអត្ថន័យណាគោលដៅដែលលោកងួនស្បិននិយាយហ្នឹងគាត់និយាយអំពីអ្វីគាត់ចង់និយាយអំពីអ្វីបាទអញ្ចឹងបើសិនជាបងប្អូនគិតដល់ចំណុចហ្នឹងបាទបងប្អូនទៅស្វែងរកការពិតនៅពីក្រោយខ្នងហ្នឹងខ្ញុំគិតថាករណីរបស់លោកងួនស្បិននេះវាមិនល្បីខ្លាំងទេបាទវាមិនល្បីទេបាទព្រោះល្បីនេះល្បីដោយសារគេជេរអញ្ចឹងដល់ពេលដែលបងប្អូនអត់ជេររឿងនេះគឺវារឿងតូចទេវាអត់ផ្ទុះទេវាអត់ល្បីទេប៉ុន្តែដោយសារតែបងប្អូនមួយចំនួនធំហ្នឹងគេដាក់មកប្រមាណគេបរោះមកប្រមាណគេឲ្យយើងមើលឃើញប្រមាណគេប្រាប់បាច់យើងជឿអញ្ចឹងដល់យើងមិនស្វែងរកការពិតដោយខ្លួនឯងបាទយើងចាប់ដើមជេរតែម្ដងចាប់ដើមរិះគន់ចាប់ដើមវិតម្លៃវិនិច្ឆ័យថាខុសឬក៏ត្រូវតែម្ដងបាទតែប៉ុន្តែរឿងនេះបើពុកម៉ែបងប្អូន ignore បងប្អូនអត់ខ្វល់អត់បញ្ហាទេយ៉ាមិនបាច់ទៅស្វែងរកឬគោលអីទេយើងធ្វើហីទៅក៏បានដែរបាទប៉ុន្តែវាសំខាន់ត្រង់ពុកម៉ែបងប្អូនទៅជេរទៅបន្ទោសទៅប្រមាថគេនេះបាទអញ្ចឹងបានជាខ្ញុំសូមថាមុននឹងជេរប្រមាថមុននឹងវិនិច្ឆ័យថាអ្នកណាខុសអ្នកណាត្រូវបងប្អូនទៅស្វែងរកឬគោលស្វែងរកផតតាងឲ្យច្បាស់លាស់សិនកុំជឿលើអ្វីដែលគេបង្ហោះនៅលើ social media ពេកព្រោះព័ត៌មានដែលបច្ចុប្បន្ននេះណាវាទូលំទូលាយពេកអាពិតដូចមិនពិតអាព័ត៌មានคล้ายអាព័ត៌មានពិតប្រាកដគឺបង្ហោះនៅលើ social media ទាំងអស់បាទអញ្ចឹងបើយើងមិនមានភាពឆ្លាតវៃយើងមិនមានការយល់ដឹងពាក់ព័ន្ធទៅនឹងការទទួលព័ត៌មានទេគឺយើងនឹងត្រូវបានគេបោកប្រាស់បាទអញ្ចឹងប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នហ្នឹងគឺត្រូវតែគេបោកប្រាស់ហ្នឹងបាទត្រូវតែគេបោកហ្នឹងបាទបងប្អូនទេសនិកជនប្រិយមិត្តជាទីមេត្រីបាទសម្រាប់ខ្ញុំលោកងួនសុបិនគាត់និយាយមិនខុសទេបាទគាត់និយាយមិនខុសទេចំពោះអ្វីដែលគាត់លើកឡើងនេះគ្រាន់តែគាត់ចង់បង្ហាញអំពីហេតុផលមួយទោះហេតុផលវាអាក្រក់វាល្អប៉ុណ្ណាក៏វានៅតែជាហេតុផលដែរគាត់បង្ហាញថាហេតុផលដែលបរិះមួយចំនួនទៅរកក្រៅបរិះមួយចំនួនលួចផិតក្បត់ប្រពន្ធនៅក្រោយខ្នងបាទអាហ្នឹងគាត់និយាយពីមូលហេតុ
បាទអញ្ចឹងនៅពេលដែលគាត់និយាយពីមូលហេតុនេះហេតុអ្វីបានជាយើងថាគាត់ខុសក៏អត់ខុសទេបងប្អូនណាបាទប្រសិនបើគាត់ខុសក្នុងករណីដែលគាត់គ្រប់គ្រងបាទគាត់បង្ហាញថាការយល់ឃើញបាទទង្វើសកម្មភាពរបស់បរិបទមួយចំនួនធំហ្នឹងត្រឹមត្រូវអញ្ចឹងអាហ្នឹងបានគាត់ខុសប៉ុន្តែបើគ្រាន់តែគាត់និយាយអំពីមូលហេតុនៃការផិតក្បត់មូលហេតុនៃការទៅរកដៃគូថ្មីបាទលួចលាក់អាហ្នឹងអត់ខុសទេបងប្អូនណាអត់ខុសទេបាទគាត់អត់មានបង្ហាញថាគាត់គ្រប់គ្រងផងបាទគាត់អត់បង្ហាញថាទង្វើនឹងត្រឹមត្រូវផងអញ្ចឹងបងប្អូនកុំឲ្យថ្កោលទោសគាត់កុំឲ្យថ្កោលទោសគាត់ណាហ្នឹងហើយមួយសម្បត្តិនេះគ្រាន់តែនិយាយពីមូលហេតុដែលមនុស្សប្រព្រឹត្តអាក្រក់ឧទាហរណ៍ដូចជាករណីមានបរិះម្នាក់ទៅសម្លាប់បរិះម្នាក់ទៀតអញ្ចឹងនៅពេលហ្នឹងមានភាគីទី3គេនិយាយអំពីមូលហេតុដើមចោមដែលធ្វើឲ្យបរិះទី1ហ្នឹងទៅសម្លាប់បរិះទី2ថាមកពីបរិះទី2ហ្នឹងជេរប្រមាថមិនឲ្យតម្លៃឬក៏មិនគោរពគាត់អញ្ចឹងណាអញ្ចឹងបានគាត់ខឹងឈានទៅដល់ការកាប់សម្លាប់បាទអញ្ចឹងបើគ្រាន់តែនិយាយប៉ុណ្ណឹងនិយាយតែមូលហេតុប៉ុណ្ណឹងណាមូលហេតុដែលជំរុញឲ្យមនុស្សម្នាក់ប្រព្រឹត្តបទល្មើសបាតុក្រិតហ្នឹងបាទគាត់មិនខុសទេបងប្អូនណាលុះត្រាតែគាត់បង្ហាញបញ្ជាក់ថាគាត់គ្រប់គ្រងទង្វើឬក៏សកម្មភាពនឹងអាហ្នឹងបានគាត់ខុសបាទករណីដូចលោកជួនសបិនក៏ដូចគ្នាដែរបងប្អូនណាពិចារណាឡើងវិញកុំយកវីដេអូរបស់គាត់ម៉ានីទីនឹងមកវាតម្លៃគាត់ហើយដល់យើងស្ដាប់មិនចប់ចង់ចប់ដើមបងប្អូនបាទវីដេអូរបស់គាត់ហ្នឹងគឺគេធ្វើការ live ផ្ទាល់មួយរយៈពេលដូចជាប្រហែលម៉ោងបងប្អូនស្ដាប់ឲ្យអស់ទៅហើយចាំធ្វើការវាតម្លៃនិងរិះគន់តាមក្រោយបាទយើងផ្ដល់យុត្តិធម៌ឲ្យគ្នាទៅវិញទៅមកបាទឃើញថាខុសថាខុសឃើញត្រូវថាត្រូវបាទតាមពិតអ្វីដែលលោកងួនស្បិនគាត់លើកឡើងហ្នឹងយើងគួរតែសរសើរគាត់វិញយើងគួរតែអរគុណវិញវាជាសារមួយដែលទឿនក្រើនរំលឹកដែរឲ្យដៃគូស្វាមីភរិយានឹងគិតឡើងវិញចំណុចខ្វះខាតថានៅជាមួយគ្នារាល់ថ្ងៃហ្នឹងមានចំណុចខ្វះខាតអ្វីខ្លះបាទដូចពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទពាក់ព័ន្ធទៅនឹងបញ្ហាការស្រឡាញ់យកចិត្តទុកដាក់ថែរក្សាគ្នាទៅវិញទៅមកទំនួលខុសត្រូវនៅក្នុងគ្រួសារបាទយើងអាចពិចារណាសិក្សាឡើងវិញព្រោះបញ្ហាទាំងអស់ហ្នឹងវាអាចបង្កឲ្យមានការបាក់បែកឲ្យមានការខ្វែងគំនិតឈានទៅដល់ការលះលែងគ្នាណាហើយកាលណាដែលយើងលះលែងគ្នាគឺវាមានបញ្ហាច្រើនណាបើសិនជាយើងអត់មានកូនអត់មានអីវាអត់សូវជាចោលទេប៉ុន្តែបើសិនបើយើងមានកូនអាហ្នឹងគឺវេទនាហើយយើងដឹងស្រាប់ហើយមានមេខ្វះបាមានបាខ្វះមេអញ្ចឹងជីវិតបែបហ្នឹងគឺក្មេងៗប្រកាសជារងគ្រោះប្រកាសជាអភ័ព្វហើយបាទអញ្ចឹងអរគុណលោកសុបិនទៅដែលគាត់លើកយកចំណុចនឹងមកនិយាយបាទទាំងស្វាមីទាំងភរិយាត្រូវទៅសិក្សាអំពីចំណុចខ្វះខាតរបស់ខ្លួនឯងរៀងៗខ្លួនកុំឲ្យតែមានបញ្ហាអត់ដឹងប្រភពមកពីណាអត់ដឹងប្រភពមកពីណាបាទប្តីនឹងមិនសូវយកចិត្តទុកដាក់ប្រពន្ធនឹងមិនសូវយកចិត្តទុកដាក់ប្តីនៅក្នុងនាមជាភរិយានឹងឲ្យបំពេញតួនាទីជាភរិយាហ្នឹងហើយអាហ្នឹងគឺសិទ្ធិការខ្វះខាតហើយបាទធម្មតាយើងដឹងស្រាប់ហើយតំណែងតំណងប្តីប្រពន្ធគឺផ្ដល់គ្នាយ៉ាងម៉េចខ្លះមានតំណែងតំណងយ៉ាងម៉េចខ្លះអាហ្នឹងបងប្អូនដឹងខ្លួនឯងហើយបាទអញ្ចឹងកាលណាដែលយើងខ្វះចំណុចណាមួយវាអាចមានបញ្ហាបាទហើយវាអត់មានអីត្រូវថ្កោលទោសអត់មានអីត្រូវជេរប្រមាថរិះគន់លោកងួនសបិនផងបងប្អូនបាទវាអត់មានទស្សនៈនិយាយរួមគឺអត់ត្រូវតែម្ដងបាទលោកងួនសបិនគាត់តែគាត់លើកយកពីមូលហេតុដែលមនុស្សប្រុសម្នាក់ក្បត់ប្រពន្ធក្បត់ភរិយាតាបាទលួចទៅមានក្រៅតាបាទគាត់មិនមែនបង្ហាញចំហគ្រប់គ្រងឬក៏គាត់យល់ថាទាំងទាំងអស់ហ្នឹងត្រឹមត្រូវណាបាទអញ្ចឹងអត់មានអីត្រូវស្អប់ត្រូវខឹងត្រូវប្រមាថគាត់ទេបាទឬក៏អ្នកដែលខឹងគាត់អ្នកដែលប្រមាថគាត់គឺសត្វតែជាបរិះផិតក្បត់បាទព្រោះអ្នកដែលខឹងណាបងប្អូនអ្នកដែលខឹងមិនមែនមហាជនទូទៅទេមិនមែនបងប្អូនសុភាពនារីទេគឺសុភាពបរិះបាទភាពបរិះឬក៏បុគ្គលដែលគេហៅថាមានខ្លួនណាបាទរៀបខ្លួនណាបាទងួនសបិនលើកឡើងបែបនេះមកគឺចាប់ដើមមានខ្លួនឯងចឹងបង្កជាការមិនពេញចិត្តខឹងសម្បាបាទប៉ុន្តែបើសិនជាបងប្អូនយើងទូទៅសុភាពបរិះសុភាពនារីបាទជាពិសេសគឺភាគីខាងភរិយាមិនគួរណាស្អប់គាត់ណាមិនគួរណាខឹងគាត់ទេបាទយើងអាចយកចំណុចហ្នឹងទៅពិចារណាពេលខ្លះវាដោយសារតែយើងជាភរិយានឹងមិនបានបំពេញតួនាទីជាប្រពន្ធល្អមែនបាទប្តីរកលុយមកឲ្យទុកឲ្យសន្សំគឺមិនចេះសន្សំទេបាទកជើធ្លុះបាទយកលុយហ្នឹងទៅទិញរបស់ brand របស់ថ្លៃហួសសមត្ថភាពយកលុយហ្នឹងទៅលេងល្បែងអញ្ចឹងទៅលុយប្តីរកបានប្រមាណគឺអត់សល់ហើយប្តីចេញពីធ្វើការមិនដាំបាយដាំទឹកឲ្យប្តីពិសាឲ្យប្តីហូបបាទហ្នឹងគឺវាជាចំណុចមួយដែលថាយើងជាភរិយាហ្នឹងគឺមិនបានផ្ដោតឲ្យយើងមិនបានបំពេញតួនាទីជាប្រពន្ធគេទេទៅដល់ប្តីបាទអញ្ចឹងបើសិនជាយើងមានចំណុចទាំងអស់ហ្នឹងបាទយើងកែប្រែទៅបាទយើងកែប្រែទៅវាអត់ខុសទេបងប្អូនណាដើម្បីជីវិតគ្រួសារជីវិតប្តីប្រពន្ធយើងវាអាចរស់នៅបានសុខដុមរមនាយូរវែងបាទហើយវាអត់នាំទុកដល់កូនទេបើកាលណាដែលជោគគ្នាបែកបាក់គ្នាមិនយល់ចិត្តគ្នារហូតដល់លែងលះបាទអ្នកដែលរងគ្រោះពិតប្រាកដគឺកូននឹងឯងបាទឥឡូវសួរថាតើលោកងួនសបិននិយាយខុសអត់
ខ្ញុំទៅមើលវីដេអូពេញរបស់គាត់លោកងួនសបិននិយាយអត់ខុសទេអញ្ចឹងបើគ្រាន់តែគាត់និយាយពីមូលហេតុហ្នឹងមូលហេតុនៃមនុស្សដែលធ្វើអាក្រក់មនុស្សប្រព្រឹត្តបទល្មើសមនុស្សប្រព្រឹត្តទុច្ចរិតហ្នឹងគឺគាត់អត់ខុសទេបាទគាត់អត់ខុសទេសំខាន់ឲ្យពុកម៉ែបងប្អូនចំណាយពេលស្ដាប់បន្តិចហើយឲ្យពុកម៉ែបងប្អូនមុននឹងជឿអ្វីក៏ដោយគឺត្រូវតែរកឬគល់រកផុតតាងរកហេតុផលនៅពីក្រោយខ្នងវាកុំចេះតែជឿដូចខ្ញុំនិយាយចឹងព័ត៌មាននៅលើ social media នៅលើប្រព័ន្ធផ្សព្វផ្សាយនៅលើ Facebook នៅលើ TikTok YouTube គឺព័ត៌មានគេហៅថាចាត់ឆាយបាទមានទាំងអាពិតមិនពិតបាទមានទាំងអាព័ត៌មានបំភ្លឺគឺមានទាំងអស់អញ្ចឹងនិយាយរួមគឺនៅក្នុងវីដេអូនេះខ្ញុំអត់ចង់និយាយពីលោកងួនសបិនខុសឬមិនខុសទេប៉ុន្តែអ្វីដែលខ្ញុំចង់បំផុសឲ្យឃើញខ្ញុំបារម្ភបាទមកដល់ពេលនេះហើយបច្ចុប្បន្ននេះហើយបងប្អូនខ្មែរយើងមួយចំនួនធំទៀតនៅតែតិចសនៅតែខ្វះការយល់ដឹងពាក់ព័ន្ធទៅនឹងព័ត៌មានវិទ្យាបាទពាក់ព័ន្ធទៅនឹងការទទួលព័ត៌មាននៅតែឲ្យគេបោកបានទៀតមកដល់ពេលនេះហើយបាទបច្ចេកវិទ្យាទំនើបចុងក្រោយដល់ AI ហើយយើងនៅតែឲ្យគេបោកបានទៀតបាទអានេះគឺជាក្តីបារម្ភហើយចុះទៅមករឿងផ្សេងទៀតទៅមិនដឹងថាគេបោកយើងយ៉ាងម៉េចទេដោយសារតែរឿងកប៉ិចកប៉ុកនេះគេបោកយើងបានហើយអញ្ចឹងវាមិនមែនជារឿងវែងសើចទេបាទវាតាក់ទងទៅនឹងសង្គមទាំងមូលកាលណាបើសង្គមយើងអសមត្ថភាពអចំណេះដឹងបាទមិនមានភាពយល់ដឹងទូលំទូលាយពាក់ព័ន្ធទៅនឹងព័ត៌មានបាទអញ្ចឹងយើងនឹងរស់នៅក្នុងការបោកប្រាស់បាទយើងរស់នៅដើម្បីឲ្យតែគេបោកប្រាស់ហ្នឹងបាទអរគុណណាស់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យអត់ទោសផងដែរបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនមានខមមិនឬក៏មានមតិយោបល់អីចង់កែសម្រួលឬក៏ចង់បំពេញបន្ថែមអីអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំរីករាយក្នុងការជជែកវិញ្ញារកខុសត្រូវនិងរកហេតុផលជាមួយពុកម៉ែបងប្អូនបាទហើយបើសិនជាប្រិយមិត្តយល់ថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនអាចបង្ហាញការគាំទ្រមកដល់ខាងខ្ញុំបាទតាមរយៈការចុច Subscribe បន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពាក់ព័ន្ធទៅនឹងការចែករំលែកចំណេះដឹងខាងសង្គមសេដ្ឋកិច្ចហើយនិងនយោបាយជាច្រើនបន្ថែមទៀតជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពជម្រាបលា